សូមគោរពនឹងជម្រាបសួរបងប្អូនទាំងអស់ជាទីមេត្រីលំដាប់តទៅនេះខ្ញុំបាទសូមលើកយកទៅព័ត៌មានដ៏សំខាន់ដែលដកស្រង់ចេញពីទំព័រកាសែតធំមកជូនបងប្អូនជាទីសន្តាប់រដ្ឋបន្តលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យដល់ដាច់ឆ្នាំ2026ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រកាសបន្តលើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យលំនៅឋានឬអគារសហកម្មសិទ្ធិដែលមានតម្លៃក្រោមឬស្មើលើសពី$70,000និង$21,000រហូតដល់បំណាច់ឆ្នាំ2026រដ្ឋសម្រេចបែបនេះគឺដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលទិញលំនៅឋានពីក្រុមហ៊ុនអភិវឌ្ឍន៍នានាបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ចដែលចុះនៅថ្ងៃទី16ខែមករាការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យនេះគឺទាំងសម្រាប់អ្នកទិញលំនៅឋានឬផ្ទេរកម្មសិទ្ធិជាលើកដំបូងរួមទាំងបុគ្គលទាំងឡាយណាដែលទិញលំនៅឋានមានលក្ខណៈជាបុរីឬខុនដូក្នុងឆ្នាំ2026ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថាការលើកលែងនិងការអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យនេះគឺពុំមានប្រតិកម្មចំពោះប្រាក់ពន្ធរួមទាំងទណ្ឌកម្មរដ្ឋបាលពន្ធបន្ថែមនិងការប្រាក់ដែលបានបង់រួចហើយនោះទេអចលនទ្រព្យជាវិស័យមួយនៅកម្ពុជាដែលបន្តងើបវិញយឺតនៅក្នុងឆ្នាំ2026បើតាមការវាយតម្លៃរបស់ក្រសួងសេដ្ឋកិច្ចនៅក្នុងអនុវិស័យនេះចរន្តទិញលក់ដែលសកម្មនោះគឺលំនៅឋានថ្លៃសមរម្យសកម្មភាពទិញលក់ជួលឃ្លាំងនិងរោងចក្របម្រើឲ្យវិស័យឧស្សាហកម្មសូមអរគុណ